ការជ្រលក់ពណ៌ធម្មជាតិយើងធ្វើពីអីគេជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នានាងខ្ញុំឈ្មោះវុចលេងបច្ចុប្បន្ននាងខ្ញុំគឺជាអ្នកគ្រប់គ្រងផ្នែកលក់និងទំនាក់ទំនងជាតិនិងអន្តរជាតិនៅក្នុងសហគមន៍គ្រួសារ Goel Community អញ្ចឹងបងប្អូនទាំងអស់គ្នាបានដឹងហើយមែនអត់ថាសហគមន៍គ្រួសារ Goel គឺត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ2006ជាសហគមន៍ដែលបង្កើតនៅក្នុងប្រទេសកម្ពុជាហើយមានគោលបំណងជួយដល់ប្រជាជននៅក្នុងខេត្តតាកែវទាក់ទងទៅនឹងវប្បធម៌នៃការតម្បាញក៏ដូចជាការជ្រលក់ពណ៌ធម្មជាតិផងដែរដោយសារតែសង្គ្រាមស៊ីវិលឬសង្គ្រាមផ្ទៃក្នុងបានធ្វើឲ្យប្រជាជនខ្មែរមួយភាគក្នុង3ត្រូវបានបាត់បង់ទាំងចំនួនក៏ដូចជាចំណេះជំនាញនិងចំណេះដឹងផ្នែកវប្បធម៌តម្បាញនិងការជ្រលក់ពណ៌ធម្មជាតិដែលជាហេតុធ្វើឲ្យវប្បធម៌ទាំងពីរនេះស្ទើរតែបាត់រូបរាងស្ទើរតែបាត់បង់ពីក្នុងវប្បធម៌ខ្មែរប៉ុន្តែ Goel Community យើងបានស្ដារឡើងវិញទាំងវប្បធម៌នៃការតម្បាញក៏ដូចជាការជ្រលក់ពណ៌ធម្មជាតិដែលយើងសហការជាមួយនឹងស្រុក3នៅក្នុងខេត្តតាកែវរួមមានស្រុកព្រៃកបាស់ស្រុកបារីនិងស្រុកសំរោងផងដែរយើងបានជួយផ្ដល់ការងារនិងប្រភពចំណូលបន្ថែមសម្រាប់ប្រជាជននៅទីនោះដែលពួកគាត់អាចរកចំណូលបន្ថែមក្រៅពីការធ្វើដំណាំឧស្សាហកម្មនិងផលិតផលស្រូវដោយសារតែផ្ទៃដីនៅខេត្តតាកែវមិនសូវអំណោយផលផ្នែកដំណាំកសិឧស្សាហកម្មដូចនេះសម្រាប់ដំណាំផ្សេងៗដូចជាផលិតផលស្រូវនិងដំណាំហូបផ្លែបន្លែបន្តិចបន្តួចពួកគាត់អាចដាំដុះបាននិងអាចផ្គត់ផ្គង់បានតែមួយរយៈពេលប៉ុណ្ណោះហើយម្យ៉ាងវិញទៀតការដែលគាត់ធ្វើដំណាំស្រូវគឺអាចទទួលបានទិន្នផលត្រឹមតែ 60% ប៉ុណ្ណោះនៅក្នុងមួយឆ្នាំហើយក្នុងរយៈពេល8ខែគឺគាត់ត្រូវប្រឈមមុខជាមួយនឹងបញ្ហាអត់ការងារធ្វើដូច្នេះគាត់ត្រូវបង្ខំចិត្តចាកចេញពីស្រុកកំណើតឬធ្វើចំណាកស្រុកដើម្បីទៅរកការងាររកចំណូលបន្ថែមនៅសហគ្រាសផ្សេងៗក្នុងទីក្រុងរួមមានដូចជាសហគ្រាសផ្នែកវិញ្ញាណភ័ណ្ឌក៏ដូចជាសហគ្រាសនៅក្នុងវិស័យផ្សេងៗទៀតដែលធ្វើឲ្យទំនាក់ទំនងនៅក្នុងគ្រួសារអាចនឹងមានការអន់ថយចុះជាពិសេសគឺកូនមិនទទួលបានភាពកក់ក្ដៅពីឪពុកម្ដាយដូចនេះសម្រាប់ចក្ខុវិស័យរបស់សហគមន៍គ្រួសារ Goel គឺយើងមានគោលបំណងចង់ជួយប្រជាជននៅក្នុងខេត្តតាកែវក៏ដូចជាប្រជាជនផ្សេងៗដូចជានៅទីក្រុងភ្នំពេញផងដែរឲ្យពួកគាត់បានទទួលនៅចំណូលបន្ថែមតាមរយៈការត្បាញការជ្រលក់ពណ៌ក៏ដូចជាការដេរនិងការរចនាម៉ូដផ្សេងៗហើយមិនតែប៉ុណ្ណោះយើងបានជួយគាត់មិនត្រឹមតែផ្នែកហិរញ្ញវត្ថុឬសេដ្ឋកិច្ចប៉ុណ្ណោះទេប៉ុន្តែយើងបានជួយបន្ថែមទៀតទៅលើផ្នែកផ្លូវចិត្តផ្លូវកាយផ្លូវអារម្មណ៍ក៏ដូចជាផ្នែកព្រលឹងវិញ្ញាណផងដែរដោយសារតែ Goel Community ពួកយើងគឺជាសហគមន៍គ្រីស្ទបរិស័ទហើយត្រូវបានបង្កើតឡើងដោយបេសកជនជនជាតិកូរ៉េ2នាក់ដែលពួកគាត់ជាគ្រីស្ទានឬជាគ្រីស្ទបរិស័ទហើយមកក្នុងប្រទេសកម្ពុជាក្នុងគោលដៅផ្សាយដំណឹងល្អអំពីព្រះយេស៊ូវគ្រីស្ទក៏ដូចជាចង់ជួយដល់ប្រជាជនយើងឲ្យមានការងារធ្វើក៏ដូចជាផ្ដល់នៅ ownership ការគ្រប់គ្រងសម្រាប់សហគមន៍គ្រួសារ Goel ទាំងមូលមកដល់ជនជាតិខ្មែរយើងជាអ្នកគ្រប់គ្រងជាអ្នកដឹកនាំជាអ្នកត្រួតពិនិត្យក៏ដូចជាធ្វើសកម្មភាពទាំងអស់ដោយឯករាជ្យដោយខ្លួនឯងផងដែរហើយមកទល់បច្ចុប្បន្ននេះ Goel Community ត្រូវបានដំណើរការជិត20ឆ្នាំហើយយើងក៏បានប្រែក្លាយពី NGO ឬអង្គការក្រៅរដ្ឋាភិបាលមកជាសហគ្រាសដែលស្វែងរកប្រាក់ចំណេញដោយខ្លួនឯងវិញក្រោយពីបញ្ចប់ជំងឺ Covid គឺពួកយើងបានប្រែក្លាយទៅជាសហគ្រាសដែលរកប្រាក់ចំណេញដោយខ្លួនឯងហើយមិនមែនជាអង្គការក្រៅរដ្ឋាភិបាលទៀតប៉ុន្តែយើងនៅតែមានគោលដៅដដែលគឺជួយដល់សហគមន៍អ្នកត្បាញអ្នកជ្រលក់ពណ៌អ្នកដេរក៏ដូចជាបុគ្គលិកផ្សេងៗទៀតឲ្យគាត់ទទួលបាននូវឱកាសក្នុងការអភិវឌ្ឍការងាររបស់ខ្លួនឯងអភិវឌ្ឍសមត្ថភាពខ្លួនឯងក៏ដូចជាមានគោលដៅចម្បងគឺផ្សព្វផ្សាយដំណឹងល្អអំពីព្រះយេស៊ូវគ្រីស្ទផងដែរសម្រាប់សហគមន៍គ្រួសារ Goel តាក់ទងនឹងគម្រោងដំណើរផលិតកម្មគឺយើងធ្វើការតម្បាញនិងជ្រលក់ពណ៌នៅក្នុងខេត្តតាកែវនៅឯ Goel Community តាកែវ Center ដែលនៅទីនោះយើងផ្ដោតសំខាន់ចម្បងទៅលើផលិតកម្មធំបំផុតគឺផលិតកម្មតម្បាញក៏ដូចជាផលិតកម្មជ្រលក់ពណ៌ហើយយើងបានបង្កើតនៅស្រះទឹកក៏ដូចជាប្រភពទឹកដែលអាចបង្ហូរថ្នាំពណ៌ធម្មជាតិដែលយើងបានប្រើប្រាស់រួចជ្រលក់ពណ៌រួចបង្ហូរទៅកាន់ប្រភពទឹកទាំងនោះដោយមិនធ្វើឲ្យប៉ះពាល់ដល់គុណភាពទឹកឬជីវៈចម្រុះនៅក្នុងទឹកក៏ដូចជាជីវៈចម្រុះនៅលើដីនិងក្រោមដីសម្រាប់ដំណើរផលិតកម្មរបស់ Goel Community គឺពួកយើងចាប់ផ្ដើមផលិតជាក្រណាត់ក៏ដូចជាការតម្បាញការកងអំបោះផ្សេងៗគឺយើងធ្វើនៅខេត្តតាកែវនៅស្រុកបាទីតបមកគឺយើងដឹកជញ្ជូនក្រណាត់ទាំងអស់នោះដែលត្បាញបានយកមកស្តុកទុកនៅក្នុងសហគមន៍គ្រួសារ Goel នៅរាជធានីភ្នំពេញដោយសារតែយើងត្រូវការក្រណាត់ទាំងអស់នោះនៅក្នុងការដែលយើងរចនាម៉ូដក៏ដូចជាកាត់ដេរនិងត្រួតពិនិត្យគុណភាពផលិតផលដើម្បីផលិតទៅជាផលិតផលសម្រេចហើយបន្ទាប់ពីនោះគឺយើងធ្វើការលក់ចេញទៅទីផ្សារផ្សេងៗដូចជា
ទីផ្សារនៅទ្វីបអាស៊ីទ្វីបអឺរ៉ុបទ្វីបអាមេរិកក៏ដូចជាទ្វីបអូសេអានីដែលមានប្រទេសអូស្ត្រាលីនិងញូហ្សេឡង់ជាដើមយើងមានដៃគូសហការជាច្រើនដូចជាខាងញូហ្សេឡង់ឬអូស្ត្រាលីពួកគាត់ពេញចិត្តជាមួយនឹងក្រណាត់ត្បាញដែលមានសភាពរលោងដែលអនុញ្ញាតឲ្យខ្យល់ចេញចូលមិនប៉ះពាល់ស្បែកហើយងាយស្រួលធ្វើដំណក់ដង្ហើមស្បែកទីពិសេសគឺសម្រាប់កុមារនិងអ្នកដែលគាត់មានស្បែកងាយប្រតិកម្មងាយរលរមាស់ឬងាយមានបញ្ហាផ្សេងៗជាមួយនឹងក្រណាត់គីមីម្យ៉ាងទៀតសម្រាប់ក្រណាត់ Goel Community គឺពួកយើងបានគិតគូរយ៉ាងសំខាន់ចម្បងទៅលើសុខភាពរបស់អ្នកផលិតដោយសារតែពួកគាត់ប៉ះពាល់ផ្ទាល់ជាមួយនឹងក្រណាត់ជាងប៉ះពាល់ជាងអ្នកដែលប្រើប្រាស់ហើយម្យ៉ាងគឺយើងក៏បានគិតគូរទៅលើបរិស្ថានដែលមិនផ្ដល់ផលរំខាននៅក្នុងការរស់នៅរបស់ជីវៈចម្រុះក៏ដូចជាប្រភពទឹកឲ្យនៅតែមានគុណភាពល្អពីព្រោះកាលណាប្រភពទឹកឬជីវៈចម្រុះទទួលបានការបំពុលពីពណ៌គីមីឬថ្នាំគីមីជាពិសេសក្នុងវិស័យវាយនភ័ណ្ឌគឺជីវៈចម្រុះទាំងអស់នោះនឹងត្រឡប់មកមនុស្សវិញហើយមនុស្សគឺជាអ្នកដែលទទួលផលប៉ះពាល់និងទទួលបាននៅសុខភាពដែលមិនល្អអញ្ចឹងប្រហែលជាបងប្អូនទាំងអស់គ្នាឆ្ងល់ហើយមែនអត់ថាការជ្រលក់ពណ៌ធម្មជាតិយើងធ្វើពីអីគេតាមពិតទៅការជ្រលក់ពណ៌ធម្មជាតិគឺយើងអត់មានអីពិបាកឬយើងងាយយល់មែនតើដោយសារតែពណ៌ធម្មជាតិគឺជាពណ៌ដែលយើងចម្រាញ់ចេញពីស្លឹកឈើក៏ដូចជាសម្បកឈើឬឫសឈើដែលយើងអាចរកបាននៅក្នុងធម្មជាតិនៅតាមព្រៃភ្នំឬក៏នៅតាមតំបន់ផ្សេងៗដែលមានដូចជាស្លឹកត្រុំមានដូចជាដើមស្បែងស្លឹកឆាត់មានប្រហូតក៏ដូចជាដង្កោលឬក៏ក្លឹមកណ្ដោលហើយមួយវិញទៀតគឺយើងអាចប្រើជាសម្បកខ្ទឹមបារាំងនិងសម្បកព្រីងជាដើមដែលបង្កើតសុទ្ធតែជាពណ៌ធម្មជាតិហើយជាទូទៅបច្ចុប្បន្ននេះគឺសហគមន៍គ្រួសារ Goel បានបង្កើតរហូតដល់20ពណ៌ផ្សេងៗគ្នាដែលមាន shade ផ្សេងៗគ្នាហើយពណ៌ទាំងអស់នោះគឺមានលក្ខណៈត្រជាក់ភ្នែកពណ៌ស្រគត់ស្រគំមិនឆើតឆាយនិងពណ៌ដែលត្រូវសម្រាប់គ្រប់ទាំងវ័យទាំងអស់មិនថាយុវជនឬក៏បុរសនារីវ័យកណ្ដាលឬក៏ក្មេងៗទេម្យ៉ាងទៀតសម្រាប់ផលិតផល Goel Community គឺយើងផ្ដោតសំខាន់ទៅលើសុខភាពរបស់កុមារដែរពីព្រោះកុមារឬក៏ទារកដែលទើបនឹងកើតពួកគាត់មានស្បែកដែលងាយប្រតិកម្មនិងងាយទទួលរងផលប៉ះពាល់ពីសាច់ក្រណាត់មែនទែនដូច្នេះសម្រាប់ផលិតផល Goel Community អាចថាមានតម្លៃរៀងខ្ពស់បន្តិចប៉ុន្តែយើងអាចប្រើក្នុងរយៈពេលយូរហើយសំខាន់គឺអាចប្រើដោយបោកទឹកញឹកញាប់បានហើយកាន់តែបោកក្រណាត់របស់យើងនឹងមានសភាពកាន់តែទន់ដូច្នេះបងប្អូនទាំងអស់គ្នាអាចប្រើបានយូរហើយយើងក៏មានផលិតផលផ្សេងៗដែលមិនធ្វើឲ្យប៉ះពាល់សុខភាពដល់កុមារដូចជាខោអាវសម្លៀកបំពាក់រ៉ូបក៏ដូចជាមួកអៀមក្មេងហើយនិងតុក្កតាដែលយើងធ្វើពីផ្កាកប្បាសសម្រាប់ញាត់នៅផ្នែកខាងក្នុងផងដែរដូច្នេះបងប្អូនទាំងគ្នាអាចជួយគាំទ្រផលិតផល Goel Community គឺដូចជារួមចំណែកជួយលើកកម្ពស់ផលិតផលក្នុងស្រុកនិងជួយលើកកម្ពស់ដល់ជីវភាពរបស់ប្រជាជនយើងដើម្បីកាត់បន្ថយនៅចំណាកស្រុកក៏ដូចជាផ្ដល់ឱកាសការងារផ្ដល់ចំណូលសម្រាប់ពួកគាត់ជាពិសេសគឺយើងគិតគូរទៅលើទំនាក់ទំនងរវាងកូនជាមួយនឹងឪពុកម្ដាយដែលពួកគាត់អាចយកកូនមកកន្លែងធ្វើការបានហើយពួកគាត់អាចមានពេលប្រកបស្និទ្ធស្នាលមានទំនាក់ទំនងផ្ដល់ភាពកក់ក្ដៅសម្រាប់កូនរបស់គាត់បានយ៉ាងល្អផងដែរដែលធ្វើឲ្យកូនរបស់គាត់ទទួលបាននៅអនាគតល្អពីព្រោះយើងមិនមែនគិតត្រឹមតែផ្ដល់ជំនួយសម្រាប់ឪពុកម្ដាយនាពេលបច្ចុប្បន្នទេគឺយើងផ្ដល់ឱកាសអភិវឌ្ឍសម្រាប់កុមារកូនរបស់ពួកគាត់ផងដែរយើងគិតពីអនាគតរបស់ក្មេងៗនិងគិតពីសុខភាពរបស់ប្រជាជនជំនាន់ក្រោយនេះគឺជាសកម្មភាពរបស់ Goel Community ដែលយើងផ្ដោតទៅលើនិរន្តរភាពនៃវាយនភ័ណ្ឌឬយើងហៅថា Sustainable Fashion ឬ Ethical Fashion ហើយបច្ចុប្បន្នចាប់ពីឆ្នាំ2017រហូតមកដល់បច្ចុប្បន្ន Goel Community គឺជា World Fair Trade Organization Member ដែលយើងគោរពទៅតាមគោលការណ៍ផ្សេងៗទាក់ទងនឹងសមភាពពាណិជ្ជកម្មដែលយើងផ្ដល់ជាប្រាក់កម្រៃស្តង់ដារនិងជួយជាផ្នែកលក្ខខណ្ឌផ្សេងៗដែលល្អសម្រាប់បុគ្គលិកផងដែរតាំងពីការបង្កើត Goel Community តាំងពីឆ្នាំ2006មកគឺពួកយើងទទួលបានការគាំទ្រច្រើនពីសំណាក់ភ្ញៀវបរទេសឬទេសចរបរទេសមិនថាជាតិសាសន៍ណាទេប៉ុន្តែរហូតមកដល់បច្ចុប្បន្នក្រោយ COVID-19 គឺពួកយើងទទួលបានការគាំទ្រច្រើន
ផងដែរពីសំណាក់ប្រជាជននៅក្នុងស្រុកមានជាពិសេសគឺយុវជនយុវនារីក្មេងៗជំនាន់ក្រោយដែលពួកគាត់យល់ដឹងច្រើនអំពីកត្តាសំខាន់នៃសុខភាពក៏ដូចជា fair trade ហើយនិង sustainable fashion ហើយភាគច្រើនពួកគាត់បានគាំទ្រច្រើននិងមានសន្ទុះខ្លាំងនៅក្នុងការគ្រប់គ្រងផលិតផលក្នុងស្រុកដែលដំណើរផលិតកម្មយើងទាំងអស់ចាប់ផ្ដើមពីការត្បាញការជ្រលក់ពណ៌ការរចនាម៉ូដការផលិតកាត់ដេរក៏ដូចជាផលិតផលសម្រាប់គឺសុទ្ធតែយើងធ្វើនៅក្នុងស្រុកទាំងអស់ដូច្នេះនាងខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នាអាចចូលរួមចំណែកដោយផ្ទាល់និងដោយប្រយោលនៅក្នុងការជួយលើកកម្ពស់និងគាំទ្រផលិតផលក្នុងស្រុកឲ្យបានច្រើនតាមរយៈការជួយផ្សព្វផ្សាយពីមាត់មួយទៅមាត់មួយការជួយផ្សព្វផ្សាយនៅលើប្រព័ន្ធបណ្ដាញសង្គមឬយើងហៅថា social media ហើយយើងអាចជួយផ្ដល់ជាយោបល់មតិផ្សេងៗដែលអភិវឌ្ឍសម្រាប់សហគមន៍គ្រួសារ Goel ផងដែរយើងបើកចំហនិងទទួលការចែករំលែកមតិយោបល់ផ្សេងៗនៅក្នុងការដែលជួយជំរុញឲ្យសហគមន៍គ្រួសារ Goel កាន់តែអភិវឌ្ឍទៅមុខថែមទៀតពីព្រោះយើងមិនមែនចង់ធ្វើពាណិជ្ជកម្មឬក៏អាជីវកម្មរបស់យើងតែមួយថ្ងៃឬមួយខែឬមួយឆ្នាំឬក្នុងរយៈពេលខ្លីណាមួយទេប៉ុន្តែយើងព្យាយាមធ្វើឲ្យបានល្អនិងជួយដល់ប្រជាជនជួយដល់ទាំងអ្នកប្រើប្រាស់ព្រមទាំងគិតគូរទាំងបរិស្ថានផងដែរនឹងគឺជាអ្វីដែលជាគោលការណ៍នៃ sustainable fashion ហើយនិង ethical fashion ដូច្នេះអរគុណបងប្អូនទាំងអស់គ្នាហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នាអាចជួយចែករំលែកវីដេអូនេះជាការផ្សព្វផ្សាយសម្រាប់ជនជាតិខ្មែរនិងជនជាតិខ្មែរទាំងនៅក្នុងប្រទេសកម្ពុជានិងជនជាតិខ្មែរនៅតាមបណ្ដាប្រទេសនានាឲ្យពួកគាត់បានយល់ដឹងនិងជួយផ្សព្វផ្សាយទៅកាន់បរទេសឲ្យគេបានស្គាល់ពីផលិតផលខ្មែរបន្ថែមទៀតផងដែរអរគុណច្រើនជម្រាបលា